និយាយនិទានពីសេដ្ឋីមួយពីសម័យពុទ្ធកាលគាត់នឹងកើតជាមហាសេដ្ឋីមានទ្រព្យសម្បត្តិស្ដុកស្ដម្ភណាស់ថាពីមុនមកធ្វើបុណ្យអីពីមុនមកគាត់នឹងឃើញផ្លូវវាប្រប៉ិបបាក់វាភក់ល្បាប់ហើយគាត់អាណិតពេកទៅយកឬយកអាខ្មោចក្បាលកបីនោះឆ្អឹងវារឹងណាក្បាលយើងក៏រឹងដែរតែក្បាលយើងវាមូលដើរពិបាកក្បាលកបីវាមានកប៉ែតពីលើចេះតែជន់ជើងនេះវាស្រួលគាត់ទៅរើសយកអាឆ្អឹងក្បាលកបីនឹងយកមកទាំងរៀបដាក់នឹងផុកនឹងឲ្យគេទុំពីលើដល់គេដើរមកទៅឈានជន់លើអាក្បាលកបីនឹងទៅដើរទៅផុតទៅចេះហើយគាត់ធ្វើអញ្ចឹងអាហ្នឹងវាដូចជាស្ពានមួយដែរឲ្យគេឆ្លងផុកបានដោយស្រួលអានិសងគាត់ត្រេកអរនឹងបុណ្យគាត់ធ្វើតែប៉ុណ្ណឹងគាត់ទៅកើតក្នុងឋានសួគ៌អស់កាលយូរដល់តែចុះត្រឡប់មកកើតជាមនុស្សបានជាសេដ្ឋីមានទ្រព្យសម្បត្តិស្ដុកស្ដម្ភមកពីអីមកពីជួយចម្លងគេឲ្យគេមានឲ្យគេបាននោះណាគេទៅធ្វើស្រែគេទៅលក់ដូរសម្រាប់ឆាប់បានទ្រព្យសម្បត្តិជួយចម្លងគេឲ្យឆាប់បានទ្រព្យសម្បត្តិនោះគឺឲ្យគេមានឲ្យគេបានណាគេទៅរៀនឲ្យវាឆាប់តន់សាលាតន់ម៉ោងគេឲ្យគេឆាប់ចេះខ្ញុំមើលឃើញណាគេទៅធ្វើការឲ្យតន់ម៉ោងគេឲ្យគេបានសម្រេចជោគជ័យបើដូច្នេះជួយគេឲ្យមានទ្រព្យជួយគេឲ្យមានលៀបឲ្យមានយុះឲ្យមានចំណេះសពយ៉ាងបីមកពីគាត់ជួយគេគ្រប់មុខឲ្យគេទៅពេទ្យឲ្យគេទៅរៀនឲ្យគេទៅធ្វើការគេបញ្ញាប់ដើរតាមផ្លូវគាត់អាដេញដាក់ក្បាលកបីនឹងវាលឿនជាងនោះហើយនឹងក្រន់តែក្បាលកបីផងកើតឡើងមកបានសេដ្ឋីប៉ុណ្ណឹងឲ្យចុះតម្រាំយើងស្ពានឡើងចិត្តថ្លង់ចេះបើកឡានវឹងគ្មានទើសអីផងអញ្ចឹងនឹងបនប៉ុណ្ណាណោះញោមនេះហើយអានិសង្សបននិយាយពីកវំបតិឯនោះវិញជាក្មេងគូក្មេងកបីឯនោះសោះចេញពីណែឃើញលោកចេញពីព្រៃមកឃ្លុំជាពទៅហាលក្តៅជ្រះថ្លាទៅកាប់មែកជ្រះយកមកវាយធ្វើជាមលុបប្រគេនលោកចំណាំទៅលោកឃ្លុំជាពទៅនឹងកុំឲ្យលោកក្តៅឲ្យលោកមកលុបហើយវាបានឯងក៏មកលុបលោកក៏មកលុបដែរលោកមកឃ្លុំជាពទៅនឹងព្រោះលោកនៅក្នុងព្រៃលោកអត់តន់ឃ្លុំទេលោកដាក់ជាពលើខ្លួនសិនដល់រៀបចូលភូមិបានលោកឃ្លុំចឹងទៅឃ្លុំក្រុមមកលុបនឹងស្រួលថ្ងៃក្រោយមកមេឃភ្លៀងធ្លាក់អាកន្លែងហ្នឹងទៅជាភក់ល្បាប់បែកម៉ាំអស់ឃើញលោកមកឈរក្នុងផុកក្នុងល្បាប់ហ្នឹងវាអត់កើតទៅជូនដីខ្សាច់យកមកចាក់ដាក់ទាំងរៀបដូចយើងថារើសដុំថ្មខ្លះដីខ្សាច់ខ្លះស្អីខ្លះយកមកក្រាលឲ្យវាស្អាតសម្រាប់គេឈរទុំជន់លើនឹងទៅកុំឲ្យវាប្រឡាក់ផុកវាចាហើយក្មេងកបីនេះវាឆ្លាតធ្វើតែប៉ុណ្ណឹងទេញោមហើយលោកឃើញអញ្ចឹងលោកទៅទុំលើអាថ្មលើអាដីខ្សាច់គេរៀបឲ្យស្រួលនឹងឃ្លុំជាពណ៌ទៅដូចស្រួលមួយយ៉ាងដែរណាអាហ្នឹងដូចយើងធ្វើប្រដាប់ងូតទឹកគេហៅថាស្ពានដែរធ្វើប្រដាប់ទុំងូតទឹកប្រដាប់អីឲ្យវាស្រួលអញ្ចឹងស្រាប់តែលោកនឹងធ្វើអញ្ចឹងទៅគាត់វាត្រេកអរក្មេងកបីសោះញោមឲ្យបានសុខមួយជាតិនោះសុខសប្បាយរហូតដល់ទៅស្លាប់ទៅកើតក្នុងឋានសួគ៌អស់កាលដ៏យូរដល់ឲ្យចុះមកត្រឡប់ជាមនុស្សហ្នឹងបានកើតជាព្រះកវំបតិនេះអស់ព្រះអរហន្តដតីលោកឆាន់ហើយលោកសឹងលោកសម្រាកក្នុងកុដិក្នុងសាលាក្នុងព្រះវិហារអីកវំបតិនេះអត់ទេតែលោកឆាន់ហើយលោកទៅសម្រាកនៅឋានសួគ៌កន្លែងលោកធ្លាប់ទៅកើតមុននោះមានដើមជ្រេះទឹកអីនៅពេញនោះដើមជ្រេះលោកធ្លាប់ធ្វើមលុបឲ្យគេនោះវាទៅដោះទឹកនៅឋានសួគ៌កន្លែងលោកនឹងតិចតិចុំណាអញ្ចឹងលោកឆាន់ហើយបាត់ពីវត្តមកសបកលោកទៅសឹងឲ្យឋានសួគ៌ហើយបានលោកចុះមកវិញព្រះកវំបតិនឹងហើយដែលគេគោរពគេបូជាចាត់ទុកថាព្រះអរហន្តមួយអង្គដែលគង់នៅទិសនិរដីនៃព្រះសម្ពុទ្ធចាស់ហើយកវំបតិយូរคล้ายមកជាព្រះខ្វាមបតិព្រះខ្វាមបតិនោះតាមពិតព្រះកវំបតិហើយកវំបតិនេះបានមកពីក្មេងកបីដែលចេះធ្វើមធ្យោបាយចម្លងគេដូចធ្វើស្ពានចម្លងផុកឲ្យគេចឹងដែរលោកបានចាក់ដីខ្សាច់ចាក់ស្អីកំរាលសម្រាប់គេទុំគេជន់ឥឡូវនេះគឺលោកបានសុខចម្រើននៅពៀនផុតទុកផុតភ័យបាត់ហើយញោមមើលឃើញដែរអញ្ចឹងអ្នកធ្វើផ្លូវឲ្យគេឆ្លងនេះហាក់ដូចជាឲ្យគេឆ្លងពីទុកទៅកាន់សុខឆ្លងពីលំបាកទៅកន្លែងស្រួលឆ្លងទៅរកសេចក្តីសុខឆ្លងទៅរកសេចក្តីចម្រើនដែលអាត្មាប្រៀបធៀបមិញអញ្ចឹងបើថាមនុស្សកំពុងតែឈឺប្រកាច់ប្រកិនប្រងយកទៅពេទ្យអាឡ័យអត់ទូកឆ្លងអាឡ័យអូសកាត់ទឹកនឹងឆ្លងចុះឆ្លងឡើងទៅមិនដល់ពេទ្យផងក៏មិនដឹងដែរបើដូច្នេះហើយវាជាមធ្យោបាយមួយជួយសម្រួលដល់សេចក្តីសុខរបស់មនុស្សបានជាយើងនឹងវាបានសេចក្តីសុខណាស់ត្រឡប់មកវិញនោះសុខសទាតាមមេធាវីសុខੰសោអធិកចតិអ្នកណាមានប្រាជ្ញាឲ្យសេចក្តីសុខដល់អ្នកដតីសេចក្តីសុខនោះរមែងបានមកខ្លួនយើងវិញអញ្ចឹងហើយបានជាអង្គនៃព្រះសម្មាសម្ពុទ្ធយើងនេះដែលព្រះអង្គជាស្ដេចអ្នកប្រាជ្ញជាកម្ពូលអ្នកប្រាជ្ញជាអ្នកចម្លងសត្វនិកឲ្យផុតចាកទុក្ខព្រះអង្គចម្លងខ្លួនព្រះអង្គបានទុក្ខបានសុខផុតទុក្ខបានសុខហើយចម្លងមនុស្សបានសេចក្តីសុខចម្រើនគឺព្រះអង្គខិតខំព្យាយាមសន្សំបន្ទុំសាងនៅបារមីនោះ
ពីដើមដំបូងឡើយក៏ព្រះអង្គធ្វើជាស្ពានចម្លងចឹងដែរពីព្រះសម្មាសម្ពុទ្ធពនាមទីបង្កត្រាស់ដឹងឡើងក្នុងលោកនឹងពពុទ្ធយើងនឹងយោនយកកំណើតកើតជាតបោះឈ្មោះសមេធបណ្ឌិតពេលនោះឯងប្រជាជនគេអរតនាយាងព្រះសម្មាសម្ពុទ្ធចូលទៅក្នុងព្រះនគរហើយគេទៅរៀបចំផ្លូវសម្រាប់ពពុទ្ធយាងមកហើយរៀបចំផ្លូវគេនាំគ្នាចែកអ្នកខ្លះយកប៉ណេះដុំអ្នកខ្លះយកប៉ណេះម៉ែត្ររៀបចំតនេះរៀបចំតនោះចែកទៅតបោះនឹងមកឃើញគេកំពុងតែធ្វើផ្លូវអញ្ចឹងសុំគេម្ដុំដែរចង់បានប៉ុនគេដែរសុំគេម្ដុំគេឲ្យម្ដុំទៅវាស់គេទៅយកមកធ្វើគេលើកដីចាក់គេដាក់សម្រាប់គេដាក់កតិចថ្មគេដាក់អីសពបែបយ៉ាងអាម៉េចតាមបច្ចេកទេសគេសម័យនោះព្រះសមេធបណ្ឌិតនេះព្រះអង្គលោកអាចប្រើរិទ្ធក៏បានដែរលើកធ្វើផ្លូវនឹងដោយរិទ្ធក៏បានដែរប៉ុន្តែលោកចង់ប្រើកម្លាំងពលកម្មឲ្យបានបនច្រើនដល់លខំធ្វើដោយកម្លាំងធ្វើអត់តាន់ហើយត្រាប់តែពពុទ្ធយាងមកតម្រងញោមពពុទ្ធយាងមកបថុចញើចហើយមិនដឹងធ្វើម៉េចយកខ្លួនឯងនឹងទៅក្រាបធ្វើស្ពានអានសល់មកដុំនោះមិនតាន់ហើយនោះយកខ្លួននឹងទៅក្រាបផ្លូវនឹងពុកធ្វើជាស្ពានឲ្យពពុទ្ធឆ្លងព្រះពុទ្ធលោកទ្រង់យាងជន់ឆ្លងជន់លើសមេតរបស់នឹងជន់នឹងយាងឆ្លងដើរមកដល់ត្រយខាងនេះមកភិក្ខុសង្ឃមុនមិនហ៊ានជន់ក៏វៀងទៅបានប្រពុតសម្ដែងប្រាប់ភិក្ខុសង្ឃថាមនាលភិក្ខុទាំងឡាយតបោះនេះណា4អសង្ខ័យមួយសែនកាប់ទៀតនឹងត្រាស់ជាប្រពុតមួយអង្គចម្លងសត្វផុតទុកផុតភ័យប្រពុតនោះមាននាមថាព្រះសមណគោតមតបោះនេះកំពុងតែសាងបារមីអនាគតទៅនឹងបានត្រាស់ជាប្រពុតពនាមសមណគោតមរាប់ពីនេះទៅ4អសង្ខ័យនឹងមួយសែនកាប់ទៀតដល់ហើយព្រះអង្គយោនយកកំណើតពីនោះមកកើតជាទេវតាជាមនុស្សទេវតាសាងបារមីចុះឡើងមកជាតិចុងក្រោយបានកើតមកជាពុទ្ធយើងនឹងឯងបានត្រាស់ដឹងហើយចម្លងសត្វផុតទុកផុតភ័យញមើលទាំងនេះមកពីអីមកពីអានិសង្ឃផ្ដើមដំបងមកពីការកសាងស្ពានចឹងដែរពីដំបងឡើងក៏ធ្វើស្ពានដែរវាមិនមែនថាមានបុណ្យតែម្យ៉ាងណាព្រះអង្គកសាងបារមី10បារមី30កសាងគ្រប់ទិសទាំងអស់ហើយក្នុងហ្នឹងក៏មានមួយផ្នែកកសាងស្ពានកសាងអីដែរហើយមុនគេផងតាំងពីជំនាន់សមេតតបោះហើយយកខ្លួនឯងធ្វើជាស្ពានទៀតផងនោះអញ្ចឹងឃើញថាបានផលបានប្រយោជន៍សម្បើមណាស់បានជាញោមញាតមាននិធាជ្រះថ្លាកសាងស្ពានសម្រាប់ឲ្យគេឆ្លងហើយការធ្វើបុណ្យឆ្លងស្ពាននេះទៀតសោតក៏ជាការអនុគ្រោះដល់ពុទ្ធបរិស័ទទាំងអស់ដែលមិនបានចូលរួមបច្ច័យកសាងស្ពាននឹងឲ្យបានចំណែកបុណ្យដែរញោមញាតបានអញ្ជើញមកចូលចាប់មគ្គផលរួមបុណ្យជាមួយនឹងក៏ឈ្មោះថាបានជាចំណែកម្ចាស់ស្ពាននឹងគេឯងដែរមិនមែនបានតែអ្នកម្ចាស់ស្ពានឯងយើងមកចូលបុណ្យថ្ងៃហ្នឹងក៏ឈ្មោះថាម្ចាស់គេឯងដែរបានគេឆ្លងនឹងអនុគ្រោះដល់អ្នកមិនបានចូលពីមុនផងហើយឆ្លងនេះទៀតសោតគឺញ៉ាំងសាមគ្គីធម៌រវាងគ្នានឹងគ្នាផងបើយើងមិនឆ្លងទេស្មើនេះយាយខ្លះកំពុងតែចិត្តបន្លែយាយខ្លះកំពុងមកដាំបាយនៅផ្ទះរៀងខ្លួនដោយសារមានកម្មវិធីបន់ឆ្លងស្ពានហ្នឹងក៏យើងមកជុំគ្នាញ៉ាំងសាមគ្គីធម៌មួយទៀតកើតការចម្រើនជាបុណ្យរបស់យើងផងដែរព្រោះថាបើសិនជាយើងមិនធ្វើបុណ្យនេះយើងធ្វើស្ពានវាបានបុណ្យហើយប៉ុន្តែមកធ្វើបុណ្យនេះទៀតសោតបានបុណ្យមកឈុលឡើងថែមទៀតប្រគេនចង្ហាន់ប្រសងក៏បានមកជ្រោចមកទៀតហើយស្ដាប់លោកទេសនាក៏បានមកក្រើតមកទៀតចម្រើនព្រះបរិត្តក៏មកក្រើតមកទៀតប្រគេនភេទជ្ជៈក៏មកក្រើតមកទៀតអញ្ចឹងមកជាប់បន់ឆ្លងស្ពាននេះយើងកើនបន់បានមកសន្ធឹកទៀតអញ្ចឹងហើយបានគេមកធ្វើបន់ឆ្លងហើយឆ្លងឲ្យផុតពីអញផុតពីកំណាញ់ឲ្យផុតពីមច្ឆរិយៈកុំឲ្យជាប់ជំពាក់ថាស្ពានអញរបស់អញលុយអញចាប់ពីពេលនេះទៅដាក់ជាសម្បត្តិសាធារណៈឬក៏ទុកឲ្យគេប្រើប្រាស់ចុះកុំឲ្យប្រកាន់ថាអញមិនហ៊ានឆ្លងនេះស្ពានគេស្ពានឯងអត់ទេប្រយោជន៍ទាំងអស់គ្នាអានឹងឆ្លងឲ្យផុតពីចិត្តកំណាញ់ពីជាប់ជំពាក់វខ្លាចកើតទៅជាកលាបជីងចក់មកចាំស្ពានកើតជាពុះនៅជាងកែបមកអែបក្បែរស្ពានចាំស្ពានអីដូច្នេះចិត្តកុំឲ្យវាជាប់ជំពាក់ដាក់ឲ្យដាច់ស្រឡះកុំឲ្យនៅអាឡោះអាឡៃអញមិនគួរសោះវិញបើទុកលុយទិញឡានជិះមានអីទៅធ្វើស្ពានបរហាន់លុយបើដូច្នេះហើយនាំឲ្យកពុបប៉ុនបើអញ្ចឹងមកឆ្លងឲ្យដាច់ចិត្តស្រឡះឲ្យជ្រះថ្លាកើតប៉ុនតម្រងទៅបំពេញចេតនាទាំង3ឲ្យពេញពពចេតនាមុញ្ញនចេតនាអបរាបរចេតនាហើយមិនតែប៉ុណ្ណោះទៀតសោតនាំគ្នាស្ដាប់ពធទេសនាក្នុងកម្មវិធីបន់ឆ្លងនេះជាបច្ច័យជាហេតុផលមួយធ្វើឲ្យយើងនឹងឯងទៅសៀខ្លួនមករកផ្លូវត្រូវដើម្បីឆ្លងចេញសេចក្តីទុក្ខ
ក្នុងវិលវត្តសង្សារគេហៅថាលោតឆ្លងចេញអំពីអន្លង់ទាំង4អញ្ចឹងធ្វើស្ពាននឹងឆ្លងស្ពាននេះដូចនាំបរិស័ទឆ្លងអន្លង់ទាំង4ដែរកាមោខៈពវោខៈទិដ្ឋោខៈអវិជោខៈដែលជាជំនន់ដែលជាអន្លង់ជនបលិចសាសឲ្យរងទុកឲ្យវិលវល់ក្នុងវាលវត្តសង្សារលងគឺកាមោគៈគឺសេចក្តីប្រាថ្នាភវោគៈគឺភពឲ្យយើងកើតម្ដងនរកប្រែតម្ដងទេវតាមនុស្សនឹងទិដ្ឋោគៈចេះតែយល់ខុសអញ្ចេះយល់ខុសអញ្ចោះបានជាទាញចិត្តទាញកាយនឹងឲ្យធ្វើកម្មខុសទៅវិលវល់នៅក្នុងនឹងហើយអវិជោគៈសេចក្តីងងឹតងងុលល្ងងដែលយើងវាបិទបាំងរាំងមិនឲ្យយើងចេញផុតឥឡូវយើងនាំគ្នាឆ្លងចេញអំពីអន្លង់នេះបានដោយសារអីឥឡូវយើងឆ្លងចេញពីទុក្ខលំបាកដោយសារស្ពានចោះចង់ឆ្លងចេញពីអន្លង់នេះបានអីធ្វើស្ពានលោកថាសទ្ធាយៈតរតិអោខាំងចង់ឆ្លងចេញពីអន្លង់នឹងបានតលតែមានសទ្ធាអបមាទេនេះអនវាំងឆ្លងវិលវត្តសង្សារមហាធំធេងនេះទៅបានដោយសេចក្តីមិនប្រមាទវិរិយនតុកមច្ចេតិឆ្លងចាក់សេចក្តីទុកបានតតព្យាយាមបញ្ញាយៈបរិសុចតិឆ្លងសេចក្តីមិនបរិសុទ្ធឲ្យបរិសុទ្ធទៅបានដោយសារបញ្ញាឥឡូវយើងឆ្លងអន្លង់នេះបានដោយសារសទ្ធាដោយសារសទ្ធាមែនទេអត់ថាដោយសារសទ្ធាមែនណាបើកុំតែមានសទ្ធាមិនមកទេយាយតាចាស់ចំណាស់ប៉ុណ្ណេះឈឺចកេះឈឺជង្គង់ប្របាក់ផ្លូវឆ្ងាយផ្ទះឆ្ងាយអ្នកខ្លះនៅរហូតសហរដ្ឋអាមេរិកអីក៏តស៊ូមកដែរហ្នឹងបើកុំមានសទ្ធាមិនមកទេសទ្ធាពីជៈសទ្ធាជាពូជសទ្ធាកាលៈសទ្ធាជាគ្រឿងចម្បាំងច្បាំងជាមួយអាសេចក្តីខ្ជិលកិលេសដែលវារារាំងនោះសេចក្តីកំណាញ់ឯនោះសទ្ធាសនេហៈសទ្ធានឹងជាជាប់កៅបិទចិត្តជាប់ជាមួយពុទ្ធសាសនាណាឯងអូសទាញទៅណាឲ្យប្រាក់ខែណាក៏មិនទៅដែរព្រោះដូនតាខ្ញុំជឿអញ្ចឹងមកទៅហើយខ្ញុំមានវប្បធម៌ប្រពៃណីសាសនាខ្ញុំហើយសទ្ធានាវាសទ្ធាជាគ្រឿងចម្លងទ្របយើងនឹងឯងព្រោះយើងស្លាប់ទៅវាអត់មានធ្វើបន់អត់យកទៅរួចទេប៉ុន្តែបើធ្វើបន់កម្មវិតតែងមកកើតចំមកកន្លែងមានបានទៀតប៉ុន្តែបើអត់មានធ្វើបន់ស្លាប់ទៅតែខ្លួនទៅទេទុកទ្របឲ្យគេទាំងអស់ហើយទៅកើតខ្វះបន់កើតចំមកកន្លែងអស់បើដូច្នេះហើយសទ្ធាជាគ្រឿងចម្លងទ្របនឹងទៅទៀតបានគេថាសទ្ធាធនៈសទ្ធាជាទ្របសទ្ធិន្ទ្រិយៈសទ្ធាជាធំតែមានសទ្ធាហើយនៅអាមេរិកនៅបារាំងកាណាដាក៏មកដែរប៉ុន្តែបើអត់សទ្ធាទេពីចំាមពីស្ពានក៏មិនខ្ចីមកដែរហើយបើថាមានសទ្ធាឆ្ងាយក៏មករួចដែរបានគេថាសទ្ធានេះជាធំណាស់ហើយមនុស្សមានសទ្ធាគេចំណាំអីថាមនុស្សមានសទ្ធាដែលអាចឆ្លងលងនឹងទៅរួចនឹងគេចំណាំមនុស្សមានសទ្ធាមានលក្ខណៈ3យ៉ាងទី1មនុស្សមានសទ្ធានេះចូលចិត្តស្ដាប់អ្នកទេសនាមិនប្រកាន់ថាលោកណាអាចារ្យណាទេចូលចិត្តស្ដាប់ទេសនាការព្រៀនបដៅការអប់រំរបស់លោកគ្រូសាស្ត្រាចារ្យអ្នកប្រាជ្ញនាខុសត្រូវយ៉ាងណាស្ដាប់យកមកពិចារណារហេតុផលកន្លែងណាល្អក៏អនុវត្តតាមកន្លែងណាមិនកើតក៏បោះចោលចូលចិត្តស្ដាប់មិនប្រកាន់ឲ្យតែអ្នកចូលចិត្តស្ដាប់ធម៌ទេសនាស្ដាប់ពាក្យព្រៀនបដៅហៅថាអ្នកមានសទ្ធាលក្ខណៈទី1លក្ខណៈទី2គឺចូលចិត្តស្វែងរកជួបអ្នកធ្វើអំពើល្អជាអ្នកមានគុណធម៌ជាអ្នកបួសជាអ្នកកាន់សិលជាអ្នកទៀងត្រង់ជាអ្នកប្រតិបត្តិត្រឹមត្រូវល្អសីលវតាំងទស្សនកាមោចូលចិត្តស្វែងរកអ្នកមានសិលអ្នកប្រព្រឹត្តល្អចេះតែទៅសែកគប់ទៅរាប់អានជាមួយនឹងអ្នកល្អឯទី3ទានណាំងចូលចិត្តបរិច្ចាគទានតាមមានតាមបានតិចតួចស្ដួចស្ដាងចេះតែជួយចែករំលែកបើដូច្នេះអ្នកណាមានលក្ខណៈ3យ៉ាងហ្នឹងគេហៅថាអ្នកមានសទ្ធាហើយមានសទ្ធាបានមកធ្វើបុណ្យនឹងកើតព្រោះអ្នកមានសទ្ធាអានិសង្ឃនៃអ្នកមានសទ្ធានេះនឹងបានយ៉ាងណាដែរព្រះពុទ្ធអនុគ្រោះមុនគេព្រះអង្គត្រាស់ដឹងអនុគ្រោះអ្នកមានសទ្ធាមុនគេព្រះអង្គសម្ដែងធម៌ឲ្យមុនគេហើយបានជួបនឹងព្រះបានស្ដាប់ធម៌មុនគេព្រះអង្គនិមន្តចូលទៅមុនគេយើងបានទៅរកព្រះពុទ្ធនឹងមុនគេក៏ដោយសារតែយើងមានសទ្ធាបានស្ដាប់ធម៌មុនគេជួបព្រះមុនគេសពយ៉ាងហ្នឹងលោកសម្ដែងចេះខ្ញុំមនុស្សយើងដែលទៅទីណាខ្លះក៏ទៅជួបសុខខ្លះក៏ទៅជួបទុក្ខខ្លះក៏ទៅបានជោគជ័យខ្លះក៏ទៅមិនបានជោគជ័យទៅរកទទួលទានទៅរស់នៅទីចិត្តទីឆ្ងាយអ្នកខ្លះទៅណាមកណាចេះតែជួបលៀបជួបហេងជួបសុខជួបចម្រើនអ្នកខ្លះទៅចេះតែជួបសោយតើពីរប្រភេទហ្នឹងមកពីអីគេថាអ្នកដែលមានបជាប្រៃទៅណាគេស្រឡាញ់គេចូលចិត្តគេបូជាជានិច្ចជានិរន្តរ៍មកហ្នឹងគេថាមកពីនៅនឹងមនុស្សមានសទ្ធាអានិសង្ឃរបស់សទ្ធាទេ